năm chùm nuôi cầm lăng ra xe ra so đầy chương cầm lăng hạt là hay nhò trung nhò sạch bài bàn sầm ran sâu lụa thứ chừng kê nè bằng ôn ở khné đại miền là cả từng ởនេះតោះទៅស្ដាប់លោកគ្រូទាំងអស់គ្នាដើម្បីទទួលបាននូវចំណេះដឹងដោយបងប្អូនបានឃើញនៅក្នុងរូបភាពនេះអញ្ចឹងរុក្ខជាតិដែលបង្ហាញในឱកាសនេះឈ្មោះថាដើមត្បាល់ដែកបងប្អូនហើយដើមត្បាល់ដែកនេះគឺមានសន្តានរៀងរៅអញ្ចឹងឯងគឺស្តៀងទៅនឹងដើមកូនត្នោតយ៉ាងដែរប៉ុន្តែគាត់ថាកូនត្នោតវាមានសរសៃធំអញ្ចឹងហើយវារៀងវែងស្រួចចំណែកឯត្បាល់ដែកនេះគឺវាស្លឹកវារៀងកប៉ាងជាងណាហើយដើមត្បាល់ដែកនេះវាច្រើនតែដុះនៅតំបន់ដីខ្សាច់មានព្រៃមានជ្រោះមានទឹកអីចឹងទៅតំបន់ដែលមានព្រៃហើយមានទឹកមានជ្រោះអីចឹងច្រើនតែដុះនឹងឯងនៅកំពង់ស្ពឺនៅខាងបាត់ដំបងនិយាយចំទៅវាសបោដុះទីឲ្យតែប្រភេទដីខ្សាច់បងប្អូនដីខ្សាច់ហើយមានសំណើមមានព្រៃឈើអញ្ចឹងឯងហើយមានទឹកមានអីចឹងច្រើនដុះហើយត្បាល់ដែកហ្នឹងហើយត្បាល់ដែកនេះវាជាប្រភេទនៃតណ្ណជាតិទេបងប្អូនតណ្ណជាតិបានន័យថាជាប្រភេទស្មៅជាលក្ខណៈដុះជាគុំហ្នឹងឯងហើយរស់នៅគឺអាយុកាលវាយូរឆ្នាំស្លឹកវាដុះដូចជារាងលំពេងដូចផ្លែលំពេងអញ្ចឹងបងប្អូនហើយមានតំណុងឆ្នោតឆោតតាមស្លឹករបស់វានឹងដែលស្តៀងទៅនឹងផ្លែលំពេងដែរហើយមានលក្ខណៈខៀវស្ងាត់អញ្ចឹងឯងណាខៀវស្ងាត់អញ្ចឹងហើយផ្ការបស់វារៀងកញ្ចុំបងប្អូនប៉ុន្តែគាត់ថានេះដោយសារតែវាអត់មានផ្កាណាអញ្ចឹងគាត់ថតបានតែដើមតែប៉ុណ្្នឹងឯងហើយវាមានផ្លែអញ្ចឹងដែរផ្លែវារៀងសុទ្ធនិងរៀងដូចសុទ្ធអញ្ចឹងឯងហើយរៀងចកោមណាចេញពីគល់មកផ្លែវាហើយមានស្អិតហ្នឹងឯងការដាំដុះគឺវាដុះតាមតែនៅតំបន់ព្រៃភ្នំតំបន់ដែលមានជ្រោះមានទឹកដូចរៀបរាប់ពីខាងដើមអញ្ចឹងហើយត្បាល់ដែកនេះវាជាគូជាមួយនឹងអង្រែដែកអញ្ចឹងត្បាល់ដែកអង្រែដែកខណៈគេប្រើគេមិនសូវចោលគ្នាទេបងប្អូនហើយជាពិសេសគឺបងប្អូនដែលមានបញ្ហាអស់កម្លាំងលហិតលហើយដៃជើងទទួលទានអាហារមិនសូវបានសម្រានមិនសូវលក់អីចឹងណាដោយសារតែយើងធ្វើការងារធ្ងន់មានចុកចាប់ឈឺដៃជើងឈឺចង្កេះឈឺឆ្អឹងចំណីអីផងបងប្អូនមានអាការៈទាំងអស់ហ្នឹងហើយបាយមិនសូវបានអីចឹងណាកម្លាំងលហិតលហើយបងប្អូនអាចប្រើដើមត្បាល់ដែកនេះមកប្រើជាអសត់បានបងប្អូនហើយប្រើហ្នឹងគឺលក្ខណៈត្រាំស្រាក៏បានបងប្អូនដាំហូបក៏បានដែរអញ្ចឹងគឺលក្ខណៈយើងប្រើមកជាអសត់គឺដើមត្បាល់ដែកដើមអង្រែដែកជួលដីកបីឡើងកនេះអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែជាថ្នាំឯងបងប្អូនណាដើមត្បាល់ដែកដើមអង្រែដែកដើមកបីជួលដីហើយនឹងកបីឡើងកជួលដីកបីឡើងកអញ្ចឹង4មុខហ្នឹងបងប្អូនប្រើមកដាំហូបក៏បានប្រើមកត្រាំស្រាក៏បានដែរអាហ្នឹងគឺជាថ្នាំកម្លាំងឬក៏ជាថ្នាំជួយកុំឲ្យឈឺចង្កេះឈឺឆ្អឹងឆ្អែងអញ្ចឹងណាយើងធ្វើការងារធ្ងន់មានលក្ខណៈឈឺចង្កេះឈឺឆ្អឹងឆ្អែងអស់កម្លាំងលហិតលហើយអីហ្នឹងគឺអាចប្រើរុក្ខជាតិទាំងអស់ហ្នឹងមកប្រើជាថ្នាំឱសថបានប្រសិនបើរកបានទាំង4មុខហ្នឹងក៏បានតែបើសិនជាមិនបានទាំង4មុខទេអាចប្រើត្រឹមតែដើមត្បាល់ដែកហ្នឹងក៏បានដែរណាប្រើដើមត្បាល់ដែក15 ទៅ 15 ក្រាមទៅមកដាំទឹកហូបទៅឬក៏យើងស្មើនឹងកន្លះក្តាប់មួយក្តាប់អីចឹងណាដាំទឹកហូបទទួលទានទៅអាហ្នឹងប្រសិនបើយើងរកអាមុខផ្សេងមិនបានហើយបើសិនបើយើងរកបានដូចជាដើមត្បាល់ដែក15 ក្រាមទៅយើងដាក់កន្លះក្តាប់អីចឹងទៅហើយអង្រែដែកដាក់15 ក្រាមអីចឹងទៅស្មើនឹងអាកន្លះក្តាប់ទៅហ្នឹងយើងប្រើកន្លះក្តាប់ទៅយើងបាក់វល់ក្រាមអីត្បាល់ដែកនេះក៏បាល់ដែកយើងប្រើតិចក៏បានដែរព្រោះវាស្រាលស្លឹកណាប្រើតែកន្លះក្តាប់ទៅក៏បានដើមអង្រែដែកហ្នឹងកន្លះក្តាប់ទៅហើយចូលដីហ្នឹងប្រើតិចជាងកន្លះក្តាប់ទៅហ្នឹងចូលដីជាប្រភេទវល់ទេចូលដីហ្នឹងគឺជាដើមគេហៅថាកបីចូលដីហ្នឹងប្រភេទថ្នាំកម្លាំងណាកបីចូលដីនឹងធម្មតាកបីតែវាឡើងកហើយគឺវាចូលដីចូលដបោកហើយហ្នឹងហើយអញ្ចឹងទៅអាដើមហ្នឹងគឺជាប្រភេទដើមកម្លាំងជំនួយកម្លាំងចូលដីកបីឡើងកហ្នឹងក៏ជាអសត់ថ្នាំកម្លាំងដែរអញ្ចឹងបងប្អូនអាចរកបានទាំង4មុខប្រសិនបើរកបានទាំង4មុខមកបងប្អូនអាចយកមកត្រាំស្រាក៏បានដាក់ស្មើភាគគ្នាទៅហើយមកត្រាំស្រាទទួលទានបន្តិចម្ដងអញ្ចឹងម្ដងកន្លះពេងអាកោតូចហ្នឹងហើយស្មើនឹង2គម្របទឹកសុទ្ធអីចឹងទៅក្នុងមួយថ្ងៃប្រើម្ដងមកគម្របទឹកសុទ្ធអីចឹងក៏បានកុំប្រើច្រើនពេកប្រើច្រើនពេកទៅជាសង្វឹងទៅជាចិត្តពុលវិញអញ្ចឹងយើងប្រើតិចណា ប្រ
បើសិនជាប្រើជាលក្ខណៈសូរ៉ាយើងត្រាំស្រាហើយបើសិនជាយើងយកមកដាំទឹកហូបក៏បានដែរដាំទឹកហូបយើងយកដើមអង្រែដែកហ្នឹងក្បាលដែកហ្នឹងត្រឹមតែកន្លះក្តាប់ឬក៏តិចជាងកន្លះក្តាប់អញ្ចឹងទៅអង្រែដែកហ្នឹងកន្លះក្តាប់អញ្ចឹងទៅហើយជួលដីហ្នឹងក៏តិចជាងកន្លះក្តាប់ទៅហើយនឹងដើមកបីឡើងកហ្នឹងក៏ក្នុងកន្លះក្តាប់អីចឹងណាយកវត្ថុធាតុទាំង4មុខហ្នឹងដាំទឹកចំនួន2លីត្រទៅហើយហូបជាប្រចាំថ្ងៃទៅហូបជំនួសឲ្យទឹកធម្មតាណាហូបជាប្រចាំថ្ងៃយើងម្ដងអាហ្នឹងគឺវាជួយឲ្យយើងមានកម្លាំងកំហែងទទួលទានបាយបានណាបាយបានសម្រាប់លក់ស្រួលទៅហើយវាបាត់អាការៈឈឺឆ្អឹងឆ្អែងណាឈឺចង្កេះឈឺឆ្អឹងជំនីដែលកើតឡើងពីការដែលយើងធ្វើការងារធ្ងន់ណាហ្នឹងហើយវាជំនួយកម្លាំងយើងឲ្យយើងមានកម្លាំងកំហែងទាំងបរិសុទ្ធទាំងស្ត្រីបានប្រើបានទាំងអស់គ្នាឆ្នាំហ្នឹងមិនប្រកាន់ទេហ្នឹងហើយបងប្អូនដឹងណាតើបាល់ដែកយើងរ៉េដែកគូគ្នាហ្នឹងឯងបាល់ដែករ៉េដែកអញ្ចឹងយើងអាចយកទៅប្រើការជាលក្ខណៈថ្នាំកម្លាំងបានហ្នឹងហើយបើសិនជាបងប្អូនមិនចង់ដាំទឹកហូបទេចង់ត្រាំស្រាក៏បានហ្នឹងហើយចង់ត្រាំជាស្រាសអញ្ចឹងទៅយកស្រាសមកត្រាំទៅដាក់អសតថ្នាំហ្នឹងស្មើមុខគ្នាទៅហើយយើងដាក់សូរ៉ាហ្នឹងស្រាសហ្នឹងដាក់ធ្វើម៉េចមកលិចថ្នាំហ្នឹងទៅដាក់ត្រាំទុកក្នុងកែវទៅហើយទទួលទានដងតិចកុំទទួលទានច្រើនទទួលទានច្រើនទៅខូចថ្លើមខូចសួតអីអស់ហើយតែជាទាស់មួយថ្នាំទៀតណាបើយើងទទួលទានលើសកម្រិតនោះដាក់ម្ដង2កែវ3កែវស្វឹងដាបចេះអាហ្នឹងវាទៅជាបំផ្លាញសុខភាពយើងវិញប៉ុន្តែទទួលទានតិចចឹងទៅស្មើមកកូនពេងតូចចឹងហើយក៏កន្លះកូនពេងកោយកូនពេងហ្នឹងស្មើនឹង1គម្របទឹកសុទ្ធ2គម្របទឹកសុទ្ធអីចឹងណាប្រើម្ដងចឹងទៅហើយមួយថ្ងៃប្រើបាន2ដងអីចឹងទៅក្នុងមួយថ្ងៃព្រឹកល្ងាចចឹងទៅនឹងយើងប្រើរបៀបហ្នឹងគឺវាជំនួយជួយដល់សុខភាពយើងហើយបើប្រើច្រើនពេកវាទៅជាបំផ្លាញសុខភាពយើងវិញហ្នឹងព្រោះស្រាវាជាតិក្តៅហ្នឹងហើយបើសិនជាយើងដាំទឹកដាំអីក៏អត់អីទេព្រោះដោយសារទឹកវាមិនសូវជាមានជាតិក្តៅទេទឹកដាំទៅក៏យើងទទួលទានតាមធម្មតាទៅហ្នឹងហើយមានតែប៉ុណ្ណឹងទេបងប្អូនទាំងអស់គ្នាដែលចែកម្លែកហ្នឹងមានតែប៉ុណ្ណឹងដើមត្បាល់ដែកហើយជាគូនឹងវាដើមត្បាល់ដែកដើមអង្រែដែកជួលដីកបីឡើងកបើសិនយើងមិនស្គាល់ជួលដីមិនស្គាល់កបីឡើងកទៅយើងអាចសាកសួរគេទៅឬក៏ចាំមើលវីដេអូផ្សេងទៀតចឹងណាបើសិនជាខាងលោកគ្រូដើរជួបឲ្យយើងទៅនឹងថតបង្ហាញបងប្អូនឲ្យស្គាល់ស្អីទៅជួលដីហើយកបីឡើងកហ្នឹងយ៉ាងម៉េចអញ្ចឹងនឹងថតវីដេអូនៅក្រោយទៀតហ្នឹងហើយអញ្ចឹងអរគុណច្រើនដែលបានទស្សនាជួយ Subscribe នៅ Channel នេះម្នាក់មួយផងដើម្បីទទួលបាននៅចំណេះដឹងថ្មីទៀតទាក់ទងទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងសូមអរគុណច្រើនដែលបានទស្សនាតាមដានសុខភាពល្អចម្រុងចម្រើនទាំងអស់គ្នា